ស្ដីអ្នកគ្នាថ្ងៃនេះយើងមករៀនពី key សំខាន់ៗមួយចំនួននៅលើកុំព្យូទ័ររបស់យើងអូខេទី1គឺ tab នៅក្នុង Word យើងប្រើដើម្បីដក clear ឲ្យវែងដក clear បានវែងទី2 caps lock យើងប្រើសម្រាប់ដាក់អក្សរឲ្យវាសរសេរទៅចេញធំទាំងអស់ជាពិសេសអក្សរអង់គ្លេសពេលយើងដាក់ caps lock ទៅមានន័យថាអក្សរយើងវាយទៅចេញធំទាំងអស់ shift យើងប្រើសម្រាប់ឆ្លាស់អក្សរអូខេឆ្លាស់អក្សរមិនឧទាហរណ៍យើងចុច shift អក្សរ A អញ្ចឹងវានឹងចេញ A ធំហើយបើយើងអត់ចុច shift ទេយើងវាយអក្សរ A ធម្មតាវាចេញ A តូចអញ្ចឹងទៅហើយ control យើងសម្រាប់ធ្វើ shortcut ផ្សេងហើយ Fn យើងក៏សម្រាប់ធ្វើការប្រើជាមួយនឹង shortcut ផ្សេងដូចគ្នាតមកយើងមានប៊ូតុង start ឬក៏យើងហៅថាប៊ូតុង window យើងប្រើសម្រាប់ឆ្លាស់ font នៅក្នុង Word បានហើយ alt ក៏យើងប្រើសម្រាប់ឆ្លាស់ shortcut ឬក៏ឆ្លាស់វាយអក្សរផ្សេងដូចគ្នាហើយយើងមាន enter យើងប្រើដើម្បីចុះបន្ទាត់យើងមាន backspace យើងប្រើលុកម្ដងមួយលុបថយក្រោយម្ដងមួយយើងមាន delete អូខេ delete ហ្នឹងក៏លុបដែរហើយយើងមាន space bar ប្រើសម្រាប់ដក clear អូខេយើងចង់ដក clear ខ្លីៗយើងប្រើ space bar អូខេអរគុណច្រើន